ប្រាសាទតាកបីប្រាសាទតំមន់ទូចប្រាសាទតំមន់ធំឈ្មោះក៏ជារបស់ខ្មែរហើយក៏នៅលើទឹកដីខ្មែរអក្សរក៏ជារបស់ខ្មែរហើយកោតសៀមមួយចំនួនវាចេញវីដេអូមកថាទោះបីជាឈ្មោះរបស់ខ្មែរក៏មិនប្រកាសថាជារបស់ខ្មែរក៏ជារបស់ថៃបានវាអត់ចេះខ្មាស់គេហើយវាក៏មិនអោយធូបសួរទៅដូនតាសួរដូនតាវាមើលថាតាទាំងអស់ហ្នឹងជារបស់វាមែនអត់ហើយវាមានសួរទៅខាងដូនតាវាអត់ថារាល់ថ្ងៃហ្នឹងនៅលើឋានសួគ៌ឬមួយក៏នៅឋាននរកដែលមើលមិនឃើញដែលងងឹតស្លុកបើវាចិត្តតែចង់បានរបស់គេខ្លាំងណាស់ហ្នឹងចេញវីដេអូឡើងស្អីខ្មែរយករបស់វាភាសាវាអក្សរវាចុះកាលពីចំណងដូនតាវាមកមិនក៏វាមិនប្រើទៅវាទៅមកចាំបាច់អីមកធ្វើនិយាយឯណារបស់វាខ្មែរខ្ចីអក្សរវាកោតវានិយាយអញ្ចឹងទៅរួចវាចង់ដឹងច្បាស់ក្រែងវាខ្លាំងណាស់ខាងអញ្ចឹងវាក៏មិនអុចធូបសួរដូនតាចដូនចតាពពកបរោះវានឹងមើលរបស់អ្នកណាពុតប្រកាស